ពន្ធកូនដើរលេងបាទដើរនៅមុខវាំងយើងហ្នឹងបាទគឺថាមនុស្សច្រើនខ្លាំងមែនតើដោយសារតែខ្ញុំមិនដែលបានទៅមុខវាំងគេយូរណាស់មកហើយរយៈពេល6ឆ្នាំដល់ពេលមកលេងម្ដងគេរៀបចំផ្សារគេរៀបចំអ្នកលក់គេរៀបចំលបាំមិនណាញ៉ៃញ៉ៃច្រើនណាបងប្អូនអរគ្នានិយាយពីថាមនុស្សដល់កបណ្ដោះសំបីតែកន្លែងឆ្លើម៉ូតូហ្នឹងក៏ពិបាកនឹងរកដែរទុកឆ្ងាយមែនតើមកដើរមកដល់កន្លែងគេលក់អីវ៉ាន់លក់អីចឹងនេះគឺជាកញ្ញាទាំង3ដែលគាត់ដើរបង្ហាញរៀងនៅផ្សាររាត្រីក៏ដូចជានៅមុខវាំងផងវីដេអូនេះគឺខ្ញុំថតតាំងពីខ្ញុំនៅខ្មែរម្លេះឥឡូវខ្ញុំមកដល់ប្រទេសកូរ៉េវិញអបសុកពេកមិនដឹងធ្វើអីទាញសាប់មកឃើញវីដេអូដែលខ្លួនឯងថតទុកណាបានកាត់តវីដេអូមើលគ្រាន់ផុសលេងហ្នឹងដើរចុះដើរឡើងមិនដឹងធ្វើអីនាំគ្នាចូលទៅទិញអីញ៉ាំនៅក្នុងនោះណាហើយវ៉ៃវ៉ាន់នៅទីនោះក៏រៀងថ្លៃបន្តិចដែរហើយនៅមាត់ទន្លេយើងនេះផងដែរក៏មានទូកចម្លងដឹកអ្នកទេសចរមើលភ្លើងរាត្រីនៅតាមមាត់ទន្លេរបស់យើងណាភ្លើងស្អាតមែននៅពេញយើងឥឡូវគេអាប់ដេតណាភ្លើងពណ៌រាត្រីឥឡូវស្អាតណាស់នៅមាត់ទន្លេហើយមានភ្ញៀវទេសចរជាច្រើនមកលេងនៅកម្ពុជាយើងផងដែរហើយនៅមុខវាំងនេះគឺថាគេធ្វើបើកតែសៅរ៍អាទិត្យទេហើយថ្ងៃច័ន្ទដល់ศุកร์នោះគេអត់បានបើកលក់ទេហើយក្នុងសៅរ៍អាទិត្យនោះផងដែរគឺគេបិទផ្លូវម្ដងមិនអោយបើកតាមផ្លូវនោះទេនិយាយពីថាដើរលេងលើកនេះមានម្ហូបញ៉ាំគ្រប់មុខតែម្ដងមានណែមមាននំនែបបន្លែផ្លែឈើជាច្រើនបងប្អូនគ្នាចូលចិត្តមួយណាទិញមួយនឹងទៅសម្រាប់ពួកខ្ញុំនេះគឺម៉ែពលឺគេទិញមកមានអីទេមានតែនំបញ្ចុក2ចានហើយនឹងប្រហិតហើយមានអ្វីជាច្រើនទៀតចង់ភ្លេចអស់ហើយពេលនោះហើយដើរចុះដើរឡើងក៏មកដល់មុខវាំងនេះមុខវាំងហើយបាទមុខវាំងគេធ្វើភ្លើងក៏ស្អាតដែរហើយមនុស្សក៏ច្រើនផងដែរគេអង្គុយលេងពិភាក្សាគ្នាពីនេះពីនោះមិនដឹងជាស្អីស្អាតដើម្បីកាត់ stress ថ្ងៃចុងសប្តាហ៍ណាហ្នឹងហើយខ្ញុំនេះក៏បានទៅលេងគេដែរទៅអង្គុយមើលគេរយៈពេលជិត1ម៉ោងដែរហើយនេះគឺជាអ្នកក្រុមរាំ free style ជាច្រើនដែលបងប្អូនអរគ្នាគេចាក់បាសរាំនៅពេញហ្នឹងហើយមានភ្ញៀវទេសចរក៏ដូចភ្ញៀវជាតិរបស់យើងចូលទស្សនាជាច្រើនផងដែរក៏ទៅមួយយ៉ាងដែរតែស្រុកខ្មែរយើងតែប៉ែតែសបាយណាគេរាំអីរាំទៅដោយសារតែខ្ញុំមិនចេះរាំខ្ញុំឈរមើលគេឲ្យថតតែប៉ុណ្្នឹងឯងហើយមានកន្លែងសបាយជាច្រើនទៀតតែខ្ញុំមិនបានថតអីច្រើនទេគឺគ្រាន់តែដើរថតតិចនេះតិចនេះទុចនឹងទុចទៅថតច្រើនពេក memory នឹងយកទៅទុកកណាទេ memory ពងតិចផង 256G វីដេអូពេញបាត់ទៅហើយនឹងទុកកណាទេនេះថតទុកមើលលុកសាវរីដែលយើងទៅលេងខ្មែរដើរទៅ3ជាតិទៅបានដើរទៅមុខវាំងតិចដើមអត់មានបានដើរទៅណាទៅណីគេទេនៅតែផ្ទះផឹកអង្គុយផឹកឈឺកាពះជួសរោមកូនអីមិនឈឺកូនឈាមដូចកូនក្មេងផងដែរហើយកូនឈាមហើយមានកាពះហើយមានពោះវៀនទៀតបាទធម្មតាបងប្អូនអរគ្នាតែមានកាពះមិនមានពោះវៀនបើអត់មានកាពះមានពោះវៀនបានអីទៅហូបណាស់ម៉ែបងប្អូនអ្នកគ្នាបាយបាយ